ញ៉ាំពងស្ងោបដាមើលតែស្ភាពបដាហើយបានផឹកទាំងបើជាទៀតមួយជីវិតហ្នឹងមាន10ឆ្នាំប្រហែលដងទៅពុកម៉ែបងប្អូនទាំងបើមកកៅថាមកកៅបងប្អូនអញ្ចឹងថ្ងៃនេះម៉ានីកានាំពុកម៉ែបងប្អូនមកហូបអីនៅស្អាងជាមួយម៉ានីកាម្ដងមឹកម៉ាំងស្រុកស្អាងធ្លាប់សាងនេះស្អីឃ្លៀតកាយឆ្ងាយក្តីបងប្អូនដូចម៉ានីកាអត់ឲ្យតាទៅដល់ស្អាងម្ដងគឺលងនឹងតែស្ភាពនៅតាមផ្លូវតែម្ដងហើយឲ្យតាម៉ានីកាមកស្អាងពេលណាគឺដឹងតែមកឈប់នៅកន្លែងតឹងបើមកកៅថាមកកៅហ្នឹងហើយបងប្អូនផឹកតឹងបើអង្គុយញ៉ាំពងទាស្រូបយកខ្យល់អាកាសបរិសុទ្ធថែមរសឆាមួយចានទៀតហើយថែមតឹងបើមកកៅទៀតគ្រាន់តែស្ដាប់ក៏មានក្តីសុខដែរបងប្អូនចូលជិះទៅដល់ស្អាងហើយម៉ានីកាក៏ឆ្លៀតឆ្ពោះទៅស្ពានលេខ39ដើម្បីទៅទិញនំប៉ាវគាត់កំពុងល្បីបងប្អូនហើយម៉ានីកាក៏ចង់មកភ្លក់ដូចគ្នាគាត់ធ្វើរាប់ឆ្នាំហើយនំប៉ាវគាត់ទៅនងហើយរសជាតិឆ្ងាញ់មួយបែបបងប្អូនអាចមកភ្លក់បានពេលត្រឡប់មកផ្ទះវិញនៅតាមដងផ្លូវម៉ានីកាឃើញមានលក់នំពោតច្រើនមែនតើបាត់ឈប់ទិញពិតជាស្ដាយបងប្អូនវាសួយអីពោតលក់មិនដែរអីឆ្ងុយពោតឲ្យខ្ទិះដងបងប្អូនឆ្ងាញ់ចឹងថ្ងៃនេះសុំហូបតែប៉ុណ្្នឹងឯងបងប្អូនតែពេលមកដល់ផ្ទះវិញឃើញមកខ្លួនឯងសតាធ្លីដីហើយចង់ឡើងមុនទៀតប៉ុន្តែអត់អីទេដោយសារម៉ានីកាមានហ្វូមលាងមុខលូកាស៊ីហ្វូមលាងមុខលូកាស៊ីមាន2ពណ៌សម្រាប់ជ្រើសរើសគឺពណ៌បៃតងនិងពណ៌ផ្កាឈូកហ្វូមលាងមុខលូកាស៊ីពណ៌បៃតងគឺជួយសម្អាតស្បែកមុខយើងបានជ្រៅល្អជួយការពារស្បែកមុខពីការឡើងមុនហើយហ្វូមនេះវិញគឺមានគ្រាប់ស្ក្រាប់ល្អិតៗដែលជួយសម្អាតរន្ធញើសយើងបានល្អមែនទែនហើយក៏ជួយទៅកម្ចាត់មុនក្បាលខ្មៅនិងមុនកម្មនៅលើស្បែកមុខយើងផងដែរអីដែលពិសេសក៏អាចកាត់បន្ថយបញ្ហារោនៅលើមុខដែលកើតឡើងចេញពីបាក់តេរីមិនល្អឬក៏ធូលីដីនិងកាត់បន្ថយជាតិខ្លាញ់លើមុខបានយ៉ាងល្អហើយសម្រាប់ហ្វូមលាបមុខលូកាស៊ីពណ៌ផ្កាឈូកវិញគឺស័ក្តិសមសម្រាប់បងប្អូនណាដែលមានស្បែកមុខស្ងួតឬក៏ស្បែកមុខធម្មតាប៉ុន្តែអ្នកស្បែកមុខមុនក៏អាចប្រើពណ៌ផ្កាឈូកបានដែរបងប្អូនសាច់ហ្វូមឡើងទន់ហើយអាចជួយសម្អាតស្បែកមុខយើងបានយ៉ាងល្អដូចគ្នានៅពេលដែលបងប្អូនប្រើជាប្រចាំនឹងធ្វើឲ្យស្បែកមុខបងប្អូនមានសំណើមហើយពេលលាប skin care ទៅគឺឆាប់ចូលនិងមានប្រសិទ្ធភាពជាងមុនសម្រាប់បងប្អូនដែលមានស្បែកខ្សោយហើយងាយប្រតិកម្មក៏អាចប្រើបានដែរប្រភេទហ្វូមនេះនៅពេលដែលលាងចេញទៅគឺអត់ធ្វើឲ្យស្ងួតស្បែកទេលាងហើយស្បែកមុខឡើងទន់ហើយមានសំណើមហើយក្រោយពីលាងមុខហើយម៉ានីកាស្រឡាញ់ស្បែកមុខខ្លួនឯងមែនតើអរគុណហ្វូមលាងមុខលូកាស៊ីដែលបានជួយសម្អាតស្បែកមុខម៉ានីកាសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា